ពលរដ្ឋនិងមន្ត្រីលើកសរសើរព្រមគ្នាថាការសម្រោះសម្រួលរបស់មន្ត្រីអដកប្រៀបដូចជាការសម្រោះសម្រួលឲ្យបងប្អូនត្រូវរើគ្នាអញ្ចឹងដែរខ្ញុំមានអារម្មណ៍ថាដូចធូរស្រាលពីមុនភ័យចូលទៅដំបងភ័យតែមិនតិចគេចាប់គេឃុំគេខាំងអីទៅតែចូលទៅដូចផ្ទះយើងអញ្ចឹងរដ្ឋាភិបាលខ្មែរយើងបង្កើននៅសេវានឹងឲ្យបានច្រើនមែនទែនជាពិសេសប្រជាពលរដ្ឋដែលមានបញ្ហាហ្នឹងអាចមកកន្លែងហ្នឹងខ្ញុំគិតថាគាត់នឹងមានអារម្មណ៍ដូចខ្ញុំអញ្ចឹងគឺមានអារម្មណ៍ថាដូចជាឪពុកម្ដាយមួយដើម្បីដោះស្រាយបញ្ហាកូនឲ្យសោះស្រួលគ្នាអញ្ចឹងអរកបានជួយបញ្ចប់រឿងដោយបន្សល់ទុកឲ្យគូភាគីនៅស្នាមញញឹមជាមួយគ្នាចានេះហ្នឹងចំណុចសំខាន់ណាស់ណានេះគឺជាការលើកឡើងរបស់ភាគីនៅក្នុងសំណុំរឿងពាក់ព័ន្ធវិវាទខ្ចីប្រាក់ក្នុងទំហំដ៏ច្រើនភាពរំភើបរីករាយត្រេកអរនិងអំណរយ៉ាងដូចនេះកើតមានឡើងបន្ទាប់ពីសំណុំរឿងរបស់ពួកគេត្រូវបានសម្រោះសម្រួលផ្សព្វផ្សាយបញ្ចប់ដោយជោគជ័យនៅថ្ងៃទី6ខែកក្កដាឆ្នាំ2026ដោយមន្ត្រីសម្រោះសម្រួលដោះស្រាយវិវាទនៃអដករួមមានលោកសុនរិទ្ធីនិងលោកស្រីអៀគៀនកឹងសេងថ្លែងប្រាប់សារព័ត៌មានព្រះខ័ននៅថ្ងៃទី7ខែកក្កដាឆ្នាំ2026លោកស្រីសុភ័ក្រជាភិក្ខីកក្នុងសំណុំរឿងនិងជាអភិបាលរងខេត្តកំពង់ចាមបានធ្វើការកត់សម្គាល់ពីចំណុចវិជ្ជមានចំនួន3ចំណុចក្រោយប្រើប្រាស់សេវាអដក1សេវាអដកមានភាពលឿនរហ័ស2កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់អដកមានតម្លៃដោយសារក្រមស្ថាពររបស់តុលាការនិង3ដែលជាចំណុចសំខាន់ចុងក្រោយគឺថាខ្លឹមសារនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទកើតចេញពីការស្រោះស្រួលគ្នារបស់ភាគីដោយគ្មានការបង្ខិតបង្ខំខ្ញុំដំបូងឡើយក៏ខ្ញុំមិនដឹងថាយន្តការនឹងវាមានលក្ខណៈរបៀបម៉េចទេស្មានថាដូចជាជាមួយនឹងយន្តការដទៃទៀតណាចាបាទយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការដទៃទៀតខ្ញុំមើលទៅស្មានថាដូចអញ្ចឹងប៉ុន្តែមានពេលមួយនោះគឺខាងអដកហ្នឹងគាត់បានចុះទៅធ្វើការផ្សព្វផ្សាយមកដល់ខេត្តកំពង់ចាមរបស់ខ្ញុំណាចាបាទខ្ញុំក៏ទទួលបានព័ត៌មានហ្នឹងហើយក៏មានការចាប់អារម្មណ៍ទៅលើយន្តការហ្នឹងលោកអភិបាលរងខេត្តកំពង់ចាមរូបនេះក៏បានគូបញ្ជាក់ទៀតថាការលើកសរសើរពីភាពវិជ្ជមានរបស់អដកមិនមែនដោយសារលោកជាមន្ត្រីលើកសរសើរពីយន្តការរបស់រដ្ឋខ្លួនឯងនោះទេខ្ញុំចង់និយាយថាសូម្បីតែខ្ញុំនៅក្នុងខេត្តនេះក៏ខ្ញុំទទួលការងារជួយសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋដែរខ្ញុំនៅក្នុងខេត្តហ្នឹងណាបាទប៉ុន្តែគ្រាន់តែថាយន្តការដែលដោះស្រាយតាមរដ្ឋបាលនេះវានៅតែអាចគេហៅថាលាប់ឡើងវិញពេលខ្លះបាទលាប់ឡើងវិញប៉ុន្តែការដោះស្រាយតាមអដកនេះបានន័យថាកាលណាត្រូវរើគ្នាហើយផ្សះផ្សាគ្នាបានហើយអញ្ចឹងរឿងហ្នឹងគឺមិនលាប់ឡើងវិញទេបាទអានឹងចំណុចល្អណាចាបាទអញ្ចឹងនិយាយរួមអរកនេះខ្ញុំបន្ទាប់ពីធ្វើការជាមួយទៅមិនមែនដោយសារខ្ញុំជាមន្ត្រីអីដែលត្រូវលើកសរសើរអីទេមិនមែនទេប៉ុន្តែខ្ញុំមើលទៅឃើញតម្លៃរបស់អរកពិតជាបានចូលរួមក្នុងការជួយទៅលើបណ្ដឹងវិវាទមួយចំនួនដែលវានៅក្នុងសមត្ថកិច្ចណាបាទដែលនាំឲ្យមនុស្សអាចផ្សះផ្សាអាចស្រោះស្រួលគ្នាបានអានឹងយើងវិវាទដែលមានចរិតបែបហ្នឹងគឺប្រើប្រាស់នៃសេវាអដកគឺត្រឹមត្រូវហើយថ្លែងប្រាប់សារព័ត៌មានព្រះខ័ននៅក្នុងថ្ងៃតែមួយដែលនោះភាគីខដែលសូមមិនបញ្ចេញឈ្មោះនិងបង្ហាញភិនភាគក៏បានគូបញ្ជាក់ដែរថាដំណើរការសម្រោះសម្រួលរបស់មន្ត្រីអដកប្រៀបដូចជាការសម្រោះសម្រួលឲ្យបងប្អូនត្រូវរើគ្នាអញ្ចឹងដែរខ្ញុំពិតជាពេញចិត្តនៅក្នុងការដោះស្រាយវិវាទមួយនេះដែលវាហាក់បីដូចជារវាងបងហើយនិងប្អូនដែលសម្រោះសម្រួលឲ្យត្រូវគ្នាអញ្ចឹងណាវាមិនមែនក្នុងន័យថារវាងគេហៅថាអ្នកឈ្នះអ្នកចាញ់ណាវាចង់និយាយថាយើងជជែកគ្នានឹងក្នុងនាមបងប្អូនមើលទៅហើយការសម្របសម្រួលមន្ត្រីរបស់គេនឹងមានក្រមសីលធម៌ល្អហើយយើងអាចកត់សម្គាល់ថាបើសិនបើអ្នកដែលមានបញ្ហាទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងទំនាស់គ្នារឿងដូចនឹងខ្ញុំហ្នឹងគឺអាចមកទីនេះបានហើយអាចជឿទុកចិត្តបានហើយមិនមានការបង់សេវាអីទេហើយគេធ្វើការលឿនហើយយកចិត្តទុកដាក់ជាមួយយើងមែនតើអញ្ចឹងនេះចំណាប់អារម្មណ៍របស់ខ្ញុំអញ្ចឹងខ្ញុំឃើញថាអញ្ចឹងខ្ញុំនិយាយអញ្ចឹងណាបងណាមន្ត្រីនៅហ្នឹងបកែចាបាទល្អច្រើនបាទខ្ញុំជាពិសេសបងសុនរិទ្ធីហ្នឹងគាត់ជាបុគ្គលម្នាក់ដែលខ្ញុំស្រឡាញ់គោរពគាត់ដោយសារតែគាត់មានការសម្របសម្រួលល្អមែនតើគាត់និយាយបែបវិជ្ជាជីវៈប៉ុន្តែអ្វីដែលខ្ញុំដោះស្រាយបាននេះខ្ញុំពេញចិត្តមែនមិនមែនសំដែងក្នុងការនិយាយខ្ញុំនិយាយពិតពីអារម្មណ៍នឹងបេះដូងរបស់ខ្ញុំតែខ្ញុំទទួលយកសេវាមួយនឹងបានយ៉ាងល្អអញ្ចឹងណាបងលោកសុនរិទ្ធីមន្ត្រីសម្របសម្រួលដោះស្រាយវិវាទនៃអដកដែលកាន់សំណុំរឿងនេះក៏បានបញ្ជាក់ពីលទ្ធផលសាជាយ៉ាងដូចនេះដែរថាជាលទ្ធផលភាគីខគាត់បានព្រមព្រៀងលក់ទ្រព្យរបស់គាត់ដើម្បីយកប្រាក់
ទៅទូទាត់ឲ្យទៅភាគីខហើយចំណែកប្រាក់ដែលនៅសល់នៅចំពាក់ភាគីកទៀតហ្នឹងភាគីខគាត់សុំស្នើសុំទូទាត់ឲ្យទៅភាគីកហ្នឹងជាប្រចាំខែដោយកិត្តិយសពេល10ឆ្នាំប៉ុន្តែការទូទាត់សងជាប្រចាំខែហ្នឹងគឺមានពីដំណាក់កាលមួយឆ្នាំដំបូងហ្នឹងភាគីខគាត់សុំសងតែ 1,500 ក្នុងមួយខែហើយសម្រាប់ឆ្នាំទី2រហូតដល់ឆ្នាំទី10ភាគីខគាត់សុំសងមួយខែ$3,300ក្នុងមួយខែបាទនេះជាលទ្ធផលការព្រមព្រៀងបញ្ចប់វិវាទហ្នឹងបាទ